លើមកដល់សំណួរទី8ឥឡូវមានបញ្ហាសម័យមានបញ្ហាហើយរឿងបោះឆ្នោតហ្នឹងគឺថាការប្រកាសម្ដងអាសន្នហ្នឹងម្ដងអាសន្នហ្នឹងមកខាងអត់ទទួលទេអត់ទទួលនៅខទី8ដំណោះស្រាយក្នុងការបោះឆ្នោតធ្វើម៉េចឲ្យស្ងប់រងាប់បានទៅធ្វើម៉េចយើងពិនិត្យមើលពីព្រោះមានអនុសាសន៍ពីអង្គការសហប្រជាជាតិពីពួកអឺរ៉ុបថាសូមឲ្យរើសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងឲ្យមានឯករាជ្យឲ្យរើសប៉ុន្តែអត់ព្រមរើសទេឃើញបន្ទាប់ពីអ៊ុនតាក់បោះឆ្នោតឆ្នាំ1993មក3ដងក្រោយមកទៀតគឺខ្មែររៀបចំគណៈកម្មការបោះឆ្នោតដោយខ្លួនឯងប៉ុន្តែមនុស្សដដែលហើយមនុស្សហ្នឹងតាមពិតទៅឲ្យមនុស្សហ្នឹងអព្យាក្រឹតឲ្យឯករាជ្យគឺថាជ្រើសរើសមនុស្សណាដែលឯករាជ្យពិតប្រាកដប៉ុន្តែជ្រើសរើសនេះគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតគឺគណៈបកប្រជាជនកម្ពុជាដល់គណៈអញ្ចឹងគេមិនអាចជឿបានថាគណៈបកទៅគ្រប់គ្រងគណៈបកខ្លួនហើយយើងធ្វើអាប៊ីតខ្លួនឯងហើយយើងទាត់បាល់ដោយប្រៀបដូចទាត់បាល់ខ្លួនឯងអញ្ចឹងគេអត់ជឿទុកចិត្តបានទេព្រោះថាបោះឆ្នោតឲ្យសេរីយុត្តិធម៌នោះឲ្យមានយុត្តិធម៌ឲ្យត្រឹមត្រូវយុត្តិធម៌បាននេះទៅបោះត្រឹមត្រូវហើយឥឡូវមានបញ្ហាដោយថាគណៈកម្មការជាតិគោជបហ្នឹងគឺបោះអត់ត្រឹមត្រូវរៀបចំបោះអត់ត្រឹមត្រូវឥឡូវមានបញ្ហាដូច្នេះបញ្ហាកើតឡើងកុំឲ្យបន្ទោសអ្នកដែលគេទៀមទានោះបើបោះត្រឹមត្រូវទៅប្រហែលជាគ្មានការទៀមទាគ្មានបញ្ហាទេឥឡូវវាមានបញ្ហាអញ្ចឹងទៅធ្វើម៉េចឥឡូវបញ្ចូលហួសឥឡូវឲ្យអង្គការសហប្រជាជាតិជួយអ៊ុនតាក់ជួយដូចមុនបើគេចំណាយលុយកាក់ច្រើនណាស់ប្រហែលជាតំណងមិនអាចប្រព្រឹត្តទៅបានទេឥឡូវធ្វើម៉េចឥឡូវគេសុំតែប្រចាំឥឡូវថាបោះឲ្យឥឡូវឲ្យបង្កើតគណៈកម្មការឯករាជ្យមួយគណៈកម្មការនឹងចូលរួមគោជបផងហើយគណៈបកដែលជាប់ឆ្នោតទាំងពីរគឺគណៈបកកម្ពុជាគណៈបកប្រជាជនកម្ពុជាហើយគណៈបកសង្គ្រោះជាតិពីរហ្នឹងផងហើយអង្គការក្រៅរដ្ឋាភិបាលផងហើយឲ្យមានតំណាងអង្គការសហប្រជាជាតិជួយទៀតជួយធ្វើប៊ីតកដាលជាសាក់សីទៅឥឡូវនោះបញ្ហាប្រទាំងប្រទេសទៀតទៅអាត្មាយល់ថាបើគណៈបកប្រជាជននឹងចង់ដោះស្រាយបញ្ហាស្រុកទេចង់សម្អាតខ្លួនដែលគេចោទមកថាមិនត្រឹមត្រូវគួរបើកឲ្យអង្គការសហប្រជាជាតិតំណាងអង្គការសហប្រជាជាតិចូលជួយមើលការខុសត្រូវផងគឺជាសាក់សីដឹងឮផងគឺថាយើងស្អាតបើស្អាតអានោះវាអស់រឿងហើយឲ្យគេសាក់សីផងហើយថាមិនស្អាតទេទៅកែសម្រួលបែបមិនឲ្យស្អាតអានឹងដោះស្រាយបានហើយព្រោះមិនមានបាតកម្មទ្រង់ទ្រាយធំឯទៀតនាំឲ្យចលាចលស្រុកទៀតទេគឺថាខាងណាបានតំណាងរាស្ត្រច្រើនជាងតាមលក្ខណៈច្បាប់អញ្ចឹងឲ្យតាំងរដ្ឋាភិបាលហើយកុំឲ្យវាយប្រហារគ្នាទៅវិញទៅមកចង់គម្រាមឲ្យទៅវិញទៅមកនឹងអានឹងអត់សុខទេសំខាន់រឿងភាពស្អាតសុក្រិតស្អាតបរិសុទ្ធដើម្បីបញ្ជាក់ថាស្អាតបរិសុទ្ធត្រូវតែឲ្យអន្តរជាតិដឹងឮផងបើយើងតែគ្នាឯងហ្នឹងគេលេងទុកចិត្តគ្នាដែរយើងឲ្យនិយាយគ្នាយើងមិនទៅមានអ្នកកដាលមួយបើថាមកខាងផងយកឈ្នះចាញ់រៀងខ្លួនហើយដូច្នេះទៅមានកដាលមួយនោះឲ្យមកធ្វើសាក់សីដឹងឮព្រោះអាហ្នឹងបានដោះស្រាយរួចព្រោះហើយតែអាងមានអ្នករៀងខ្លួនយកធម៌មានអ្នករៀងខ្លួនហ្នឹងដោះអត់រួចទេហើយបើយើងយកធម៌ពុទ្ធមកប្រើខ្លះយកតាមច្បាប់សុខទេខ្លះមកដោះស្រាយទៅដល់យកយល់គ្នាដោយសន្តិវិធីទៅប្រហែលជាមិនកើតបញ្ហាធំទៅមុខទៀតទេហ្នឹងសូម
ធ្វើសំណូមពរអញ្ចឹងមកថ្មយល់ថាដើម្បីដោះស្រាយរឿងនឹងឲ្យសុខស្ងប់ទៅវិញត្រូវបង្កើតគណៈកម្មការឯករាជ្យមួយដូចអន្តរជាតិគេចង់បានអញ្ចឹងគឺថាគណៈកម្មការហ្នឹងឥឡូវគណៈកម្មការមុនដដែលចឹងនៅជាមួយមុនហ្នឹងហើយគណៈបកដែលមានសិលឹកឆ្នោត2គណៈបកហ្នឹងឥឡូវ8គណៈបកទៅមានតែ2ទេជាប់ដូចនេះយក2គណៈបកនឹងយកមករួមគ្នាប៉ុន្តែឲ្យមានអង្គការក្រៅរដ្ឋាភិបាលហើយតំណាងអង្គការសហប្រជាជាតិចូលជួយធ្វើជាសាក្សីផងអញ្ចឹងអាត្មាយល់ថាបើអាចឲ្យផ្សើរើមើលកន្លែងណាមិនត្រឹមទៅធ្វើត្រឹមត្រូវឡើងវិញទៅអានឹងបើជាស្ងប់ហើយបើមិនចឹងអត់ស្ងប់ទេតែអាងមានអ្នករៀងខ្លួនអត់ស្ងប់ទេគឺថាធ្វើម៉េចយកទៅតាមច្បាប់ប៉ុន្តែកុំឲ្យកែច្បាប់កុំឲ្យនៅពីលើច្បាប់ច្បាប់ចេញពីច្បាប់មិនចេញពីមាត់ថាទេអញ្ចឹងកុំឲ្យវេបហាមទៅវិញទៅមកហើយចូលរឿងមួយទៀតដែលនាំឲ្យស្រុកទេជួលច្បល់គឺបញ្យុយុវជនមកខាងឲ្យឆ្លោះគ្នានេះឲ្យប្រជារាស្ត្រខ្មែរទាស់គ្នានេះអាហ្នឹងទោសកំហុសធ្ងន់ណាស់ពីអ្នកដឹកនាំទៅចេះធ្វើម៉េចកុំឲ្យខ្មែរទៅខ្មែរឆ្លោះគ្នាកុំឲ្យខ្មែរឆ្លោះគ្នាហ្នឹងធ្វើម៉េចមានតែនិយាយគ្នាទេមានតែនិយាយគ្នាអាងហេតុផលនិយាយគ្នាហាច់ប្រយោជន៍គិតប្រយោជន៍ជាតិជាធំគិតច្បាប់ទម្លាប់ការបង្រួមជាធំគិតយុត្តិធម៌ជាធំអាហ្នឹងបានដោះស្រាយរួចបើនៅតែមានអ្នកយើងខ្លួនដោះរួចទេខ្មែរយើងមានទុកតទៅទៀតហើយអញ្ចឹងបានសូមធ្វើសំណូមពរអញ្ចឹងថាខ្មែរយើងឆ្លងទុកវេទនាជាយូរមកហើយគួរបញ្ចប់កុំឲ្យធ្វើបាបរាជខ្មែរតទៅទៀតអំពីសំណាក់អ្នកដឹកនាំដែលរៀបចំមិនល្អមិនត្រូវគឺដឹកនាំត្រូវនាំឲ្យរាជខ្មែរវេទនារោគទីបំផុតគ្មានទេដូច្នេះគេស្នើថាឲ្យបង្កើតគណៈកម្មការមួយឯករាជ្យត្រឹមត្រូវរបស់គេហើយគឺឲ្យមានអន្តរជាតិដែលជួយដឹងឮផងឲ្យមានសមាជិកអង្គការសហប្រជាជាតិផងកុំឲ្យមានអ្នកព្រោះថាយើងសម្អាតខ្លួនចង់សម្អាតខ្លួនត្រូវតែឲ្យគេមកពិនិត្យតែឃើញតែត្រឹមត្រូវហើយនឹងវាអស់រឿងហើយបើថាមិនត្រឹមត្រូវទេយើងកែសម្រួលធ្វើម៉េចឲ្យត្រឹមត្រូវឲ្យភាគីទាំងសងខាងសុខចិត្តរៀងខ្លួនគួរទទួលយកបានអានឹងចប់រឿងខ្មែរអានឹងមិនបំពេញមិនបង្ខំមិនប្រើល្បិចគឺថានិយាយគ្នាឲ្យត្រង់ទៅត្រង់មកឲ្យតែប្រើល្បិចផ្សេងទៀតនឹងមិនចប់រឿងទេខ្មែរយើងបន្តបញ្ហាសេចក្តីទុក្ខវេទនារបស់ប្រជារាស្ត្រយើងកាន់តែមានតទៅទៀតដែរបងអញ្ចឹងសូមសង្ខេបប៉ុណ្ណឹងចុះឲ្យចាំមានសំណួរអីទៀតចាំលើកក្រោយទៀតចាំបន្តទៅទៀតណាឥឡូវចប់ប៉ុណ្ណឹងសិន